เรื่องโกกระใบเขมิ้นทมิงเลยកាលពីប្រៃនាយមានខ្លាមួយកបានសួរគោថាខ្លួនបងគោធំណាស់ហេតុអ្វីក៏ទ្រាំឲ្យមនុស្សទឹមដូច្នេះគោតបថាមនុស្សតូចមែនប៉ុន្តែមានប្រាជ្ញាខ្ពស់ណាស់ខ្លាឆ្ងល់ហើយចង់សាក់លបាំងមើលប្រាជ្ញារបស់មនុស្សក៏សួរកសិករពូឯណាប្រាជ្ញារបស់លោកពូកសិករតបប្រាជ្ញាពូទុកនៅឯផ្ទះចាំពូទៅយកឲ្យមើលតែពូសុំចង់ឯងសិនព្រោះខ្លាចឯងស៊ីគោខ្ញុំខ្លាយល់ព្រមឲ្យកសិករចងខ្លួនជាប់ហើយកសិករក៏បានយកខ្សែចងខ្លានោះជាប់កសិករបានទាញដំបងសំពង់ខ្លាហើយប្រាប់ថានេះហើយជាប្រាជ្ញារបស់មនុស្សគោនឹងក្របីឃើញដូច្នោះក៏សើចហើយដួលមាត់បុកត្រូវនឹងថ្មបាក់ធ្មេញលើអរលីងហេតុនេះហើយបានជាកូននឹងក្របីគ្មានធ្មេញលើរហូតដល់សពថ្ងៃនេះ